បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំបាទឈុនអញ្ចឹងគឺវីដេអូនេះដែរខ្ញុំចង់មកប្រាប់បងប្អូនតាក់ទងអំពីរបៀបធ្វើឲ្យទូរស័ព្ទ Infinix ដើរស្រួលជាងមុនបងប្អូនបាទឲ្យវាដើរថាចុចទៅអេក្រង់វាដូចថាល្អជាងមុនឲ្យដើរលឿនមិនសូវជាតាក់ណាបងប្អូនអញ្ចឹងមុននឹងឈានដល់វីដេអូមួយហ្នឹងសូមបងប្អូនជួយចុច like subscriber និងរូបកណ្ដឹង channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗពីក្រោយបាទអញ្ចឹងជាដំបូងបងប្អូនអូសមករកពាក្យថាការកំណត់មកបាទកន្លែងហ៊ុកកន្លែង setting ហ៊ុកបដាងហ្នឹងបងប្អូនចុចកន្លែងហ្នឹងមកបាទពេលបងប្អូនចូលដល់កន្លែងការកំណត់ហើយបងប្អូនអូសឡើងលើមកបាទយើងមករកពាក្យនេះបងប្អូនបាទពាក្យការបង្ហាញនិងពន្លឺហ្នឹងមកបងប្អូនចុចកន្លែងហ្នឹងមកអញ្ចឹងបងប្អូនចុចកន្លែងការបង្ហាញនិងពន្លឺហ្នឹងមកបាទដល់ពេលដល់ចំណុចហ្នឹងបងប្អូនបែរមកមើលពាក្យថានេះកន្លែងអត្រាធ្វើឲ្យអេក្រង់ស្រស់បាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកអូខេដល់ពេលដល់ចំណុចហ្នឹងហើយវានឹងបង្ហាញបងប្អូននេះអេក្រង់ 90Hz និង 60Hz អញ្ចឹងបើបងប្អូនបើកអា 90Hz នេះវាល្អជាងអា 60តែសម្រាប់ខ្ញុំណែនាំគឺបងប្អូនដាក់អា 60ទៅវាមិនសូវស៊ីថ្មហ្មងទេបងប្អូនបាទអញ្ចឹងបងប្អូនចុចលើពាក្យ60មកបាទហើយ60ហ្នឹងចុចលើវាមកអូខេអញ្ចឹងបងប្អូនចុចពណ៌បៃតងហ្នឹងមកលើ60ហ្នឹងវាជាប់នៅអេក្រង់ 60Hz ហើយហ្នឹងហើយអញ្ចឹងបងប្អូនអាយ៉ៃមកហើយវានឹងល្អជាងមុនបងប្អូនវាដើរគឺថាល្អជាងមុនវា smooth ជាងមុនអញ្ចឹងបាទអញ្ចឹងបើបងប្អូនចង់ឲ្យលឿនជាងនឹងទៀតបងប្អូនដាក់90ទៅ 90Hz ទៅជាការស្រេចហើយអញ្ចឹងវាល្អជាងនឹងទៀតបាទអូខេអញ្ចឹងគឺចំណេះដឹងហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយកុំភ្លេចជួយចុចជាវខ្ញុំម្នាក់មួយផងបាទអរគុណច្រើនជំរាបលាបាយបាយ